Bácខ្ញុំបាទសូមជម្រាបសួរពុកម៉ែមីមីងទាំងអស់គ្នាបាទថ្ងៃនេះគឺថ្ងៃទី27ខែតុលាឆ្នាំ2025ហើយនៅក្នុងថ្ងៃនេះពុកម៉ែមីមីងខ្ញុំបាទក៏មានសប្តិមួយចែកជូនទៅកាន់ពុកម៉ែមីមីងផងដែរមិនតែនៅក្នុងសប្តិហ្នឹងគឺរបៀបថាខ្ញុំត្រូវទៅសាលាពុកម៉ែមីមីងត្រូវទៅសាលាប៉ុន្តែខ្ញុំរៀបចំបោកខោអាវហើយអញ្ចឹងប៉ុន្តែដល់ពេលជិះបានដល់ពាក់កណ្ដាលផ្លូវទៅខ្ញុំក៏ឈប់ម៉ូតូព្រោះអីខ្ញុំនឹកឃើញថាខ្ញុំភ្លេចដាក់សាប៊ូនៅក្នុងម៉ាស៊ីនប្រហែលមិញបាទអញ្ចឹងខ្ញុំហៅអីទេមកប្រពន្ធខ្ញុំក៏អត់មានដែរព្រោះវាថាទូរស័ព្ទយើងអត់មានលុយអញ្ចឹងណាបាទអត់មានអីទេមកទេអញ្ចឹងក៏ជិះត្រឡប់មកវិញនៅពេលដែលខ្ញុំជិះត្រឡប់មកវិញក៏មកដល់ផ្ទះបាទពេលដែលមកដល់ផ្ទះហ្នឹងស្រាប់តែម៉ាស៊ីនហ្នឹងវាលោតលេខទេប៉ុន្តែលេខប្រហែលខ្ញុំមិនច្បាស់ណាពុកម៉ែមីងបាទដូចជា124ហើយវាលោតផ្លឹបផ្លែតរបៀបថាម៉ាស៊ីនវា error វាអញ្ចឹងណាបាទលោតផ្លឹបផ្លែតដល់ពេលខ្ញុំមកមើលគៀកទៅគឺម៉ាស៊ីនហ្នឹងបដូរទីពុកម៉ែមីងរបៀបថាយើងដាក់នៅកន្លែងនេះទេតែរួចទៅវាទៅនៅកន្លែងនោះវិញដល់ខ្ញុំសួរម៉ាក់ខ្ញុំទៅម៉ាក់ខ្ញុំក៏គាត់ប្រាប់ថាវាលោត error រួចទៅគាត់ក៏ផ្ដាច់សយោទឹកមកពុកម៉ែមីងគាត់កាត់សយោទឹកយកណាមកកាត់នឹងដាច់ថ្មីហ្មងរួចទៅកាត់មិនមែនកាត់ចំសាច់លាតអីកាត់ចំនេះទៀតកាត់ចំកែងទៀតពុកម៉ែមីងខ្ញុំខឹងពុកម៉ែមីងខ្ញុំថាម៉ែទៅកាត់ធ្វើស្អីរួចបើកាត់ម៉ែកាត់ឲ្យកន្លែងណាផ្សេងទៅកុំឲ្យកាត់ចំមកកន្លែងវាថាកន្លែងកែងអញ្ចឹងយើងពិបាកកាត់តអីថែមទៀតទៅខ្ញុំខឹងខ្លាំងដែរពុកម៉ែមីងហ្នឹងហើយក្រោយមកក៏ចប់ទៅបាទពុកម៉ែមីងសប្តិរបស់ខ្ញុំគឺមានប៉ុណ្្នឹងឯងចែកជូនទៅកាន់ពុកម៉ែមីងបានអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមជូនពរពុកម៉ែមីងបាទសូមឲ្យហេងទាំងអស់គ្នាសម្រាប់ថ្ងៃនេះ